một nhâm bình tịch tới nhâm bình tịch tiết nâng thu sra hải tí bồng phật chọc hải nhông trơ ca ca mờ thẻ nhông bồng rào lục tăng pi du hai là mộng hải nhông soi nè chăm nhông từ đu thăm bồng pon mùi chan tiết một mình trong nhâm thăm tề ý chân nhông từ tinh à ha bồng pon khla một ỏi bồng pro u trao bồng tranh từ cào đài mền tế men hai tàn du siêu vi hạ đôi chiếc soi bình tịch nhông tranh từ tinh thăm tập sro khla một ỏi niệm cho xì nề ná xì ấy rồi nhập láng tờ ỏi lươn tờ hay nút mình men chỉ tàn du tê ấy mình men tê ấy cho tàn du tờ nà hái bong pro ô trao bong mới chọc rất nay vì miền thiên tao pro hai chi phụ kê tập cung đầm bay đo srai rương đài nơi xe sò hải xong chi vì miền thiên tao men là bươn lươn nè bong pro ô trao phụ kê mơ tờ hạ đôi chỉ khlang phụ kè na chốt than ạ rồi vì miền thiên tao khu na mền tế tan du vì miền thiên tao cứ chỉ nhẹ đập nômใน puj menu ដែលបានការពារ puj menu រាប់ពាន់ឆ្នាំមកហើយតាំងពីតូចដល់ធំយើងមានការចងចាំច្រើនណាស់អំពីវិមានធានតាវហេតុអ្វីបានជាអញហាក់ដូចជាចាំមួយក៏រមុះនៅភូមិកាលពីលើកមុនមានផលប៉ះពាល់អ្វីមែនទេប្រហែលជាខូចខួរក្បាលហើយដឹងអត់ទេបងប្រុសអូចៅខ្ញុំគ្រាន់តែនឹកមិនឃើញមួយផ្លែប៉ុណ្ណោះមិនមែនមានផលប៉ះពាល់អ្វីទេគ្មានបញ្ហាអ្វីតតែសោះពិតមែនណាខ្ញុំមិនជឿទេមិនបានទេខ្ញុំត្រូវរកថ្នាំឲ្យអញប៉ុន្មានមុខទៀតអូយខ្ញុំមិនចង់ញ៉ាំថ្នាំទេណែអាហារបំពន់របស់បងខ្ញុំមិនញ៉ាំរបស់នេះទេរបស់ដែលមិនអស់លុយទៅល្អជាងបណ្ដោះអាសន្នប៉ុណ្ណឹងសិនចុះខ្ញុំទៅមើលកន្លែងបងស្រីមូសិនក្រែងមានរបស់អ្វីដែលល្អជាងនេះធ្វើម៉េចទៅឋានៈរបស់ខ្ញុំឥឡូវនេះខ្លាចជាស្បៀងបំរុងទាំងស្រុងហើយមែនទេទោះបីជាគាត់បានជួយសង្គ្រោះខ្ញុំក៏ដោយប៉ុន្តែរឿងណារឿងហ្នឹងកុំមើលមកខ្ញុំដូចជាមើលចំណីអាហាររហូតអីចឹងបានទេអូយខ្ញុំត្រូវការបងខ្លាំងណាស់យ៉ាងហោចណាស់បងត្រូវប្រាប់ខ្ញុំផងថាស្ដេចបិសាចនេះស៊ីមនុស្សឬក៏អត់ខ្ញុំមិនឆ្ងាញ់តតែសោះតាន់យូទីបំផុតខ្ញុំរកឯងឃើញហើយឯងកំពុងរੂស្អីហ្នឹងស្អីគេឆ្ងាញ់មិនឆ្ងាញ់ស៊ីអរុនសួស្ដីខ្ញុំចង់និយាយថាថ្នាំមិនសូវឆ្ងាញ់សោះមែនហើយពីថ្ងៃនេះខ្ញុំញ៉ាំថ្នាំរហូតដល់លែងឃ្លានបាយអស់ហើយអូមែនហើយតាន់យូខ្ញុំរកឯងឡើងយូរហេតុអ្វីបានជាឯងនៅមុខបន្ទប់គាត់អីចឹងខ្ញុំទៅតែទៅទិញរបស់ខ្លះឲ្យគាត់មិញហ្នឹងស្អីគេឯងទិញរបស់ឲ្យគាត់មែនទេទិញអ្វីខ្លះមានទិញឲ្យខ្ញុំដែរអត់ខ្ញុំក៏ចង់បានដែរឬមួយក៏ជារបស់នៅលើទៅនោះស៊ីឯងមិនទាន់បានប៉ះពាល់វាផងមើលទៅហាក់ដូចជាមិនចង់ញ៉ាំទេអីចឹងខ្ញុំមិនក្រែងទេជារបស់ខ្ញុំហើយអឹមឈ្ងុយណាស់សំតែជារបស់ដែលតាន់យូទិញមែនស៊ីយើងចេញទៅនិយាយគ្នានៅខាងក្រៅទៅចេញទៅខាងក្រៅទៅនៃឯងទៅម្ខាងបន្តិចទៅតាន់យូរាត្រីសួស្ដីឯងកំពុងចាំញ៉ាំជាមួយខ្ញុំមែនទេញ៉ាំទាំងអស់គ្នាទៅពួកយើងសុទ្ធតែធ្លាប់ឆ្លងកាត់ទុក្ខលំបាកជាមួយគ្នាសុទ្ធតែជាបងប្អូនល្អនឹងគ្នាទាំងអស់មកញ៉ាំទៅញ៉ាំឲ្យច្រើនទៅហេឯងញ៉ាំទៅឡាតាន់យូឯងរៀបចំសម្រាប់ហើយមែនទេតាន់យូយប់នេះខ្ញុំគេងជាមួយឯងបានទេខ្ញុំទម្លាប់គេងម្នាក់ឯងហើយមិនបាច់ទេប៉ុន្តែខ្ញុំចង់ឲ្យឯងនៅក្បែរតើណានៅក្បែរខ្ញុំបន្តិចទៅអីចឹងបែបនេះចុះយើងលេងហ្គេមមួយអ្នកចាញ់ត្រូវផឹកស្រាបើឯងស្រវឹងឯងប្រហែលជាឈប់រំខានខ្ញុំហើយមែនទេអូយតាន់យូឯងចង់ផឹកស្រាជាមួយខ្ញុំមែនទេ
ឲ្យខ្ញុំផឹកផ្ទាល់តែម្ដងក៏បានដែរអត់ទេខ្ញុំគ្រាន់តែចង់លេងហ្គេមពិតមែនហ្គេមអ្វីសប្បាយម្ល៉េះឲ្យខ្ញុំលេងម្នាក់ផងមិនបាច់ទេនេះជាហ្គេមរបស់ខ្ញុំនឹងតាន់យូរ2នាក់ទេលោកមកចង់ដឹងចង់អីដែរមិនអីទេមនុស្សកាន់តែច្រើនកាន់តែសប្បាយច្បាប់គឺប្រហែលជាបែបនេះអ្នកណាដែលទីលេខបានចិត្តបំផុតអ្នកនោះឈ្នះច្បាស់អស់ហើយមែនទេខ្ញុំចាប់3គ្រាប់5 4គ្រាប់4 6គ្រាប់3 7គ្រាប់6បើខ្ញុំគ្មានលេខ6សោះខ្ញុំបែរជាចាញ់ទៅវិញ4គ្រាប់6 5គ្រាប់2 6គ្រាប់5 7គ្រាប់6 8គ្រាប់5បើហេតុអ្វីបានជាលេខដែលខ្ញុំមិនមានខ្ញុំតែងតែចាញ់អីចឹងម្ដងទៀតបើស្រវឹងដួលលឿនម្លេះពិតជាគ្មានប្រយោជន៍មែនលេងបន្លំចំហបែបនេះមានតែស៊ីស៊ីទេដែលមិនដឹងរឿងប៉ុន្តែគេគ្មានលេខអ្វីសោះបែរជាហ៊ានទីលេខនោះចរិតអ្នកលេងភ្នាល់បែបនេះមានតែគេម្នាក់គត់ប៉ុន្តែបន្ទាប់មកលេងតែ2នាក់យើងក៏បានដែរតាមល្បិចរបស់លោកយប់នេះខ្ញុំខ្លាចតែស្លាប់ក្រោមដៃលោកទេថ្ងៃនេះយប់ជ្រៅបន្តិចហើយចាំលើកក្រោយចាំលេងឲ្យសប្បាយម្ដងទៀតមើលទៅគេហាក់ដូចជាហត់ខ្លាំងណាស់ឲ្យគេបាត់មុខទៅល្អជាងមែនហើយខ្ញុំនឹងឲ្យគេបាត់មុខភ្លាមយឺតបន្តិច